រថយន្ត JMC Vigor Plus ឆ្នាំ2026នេះការរចនារូបរាងចេញមកថ្មីប្លែកស្អាតខ្លាំងតែម្ដងហើយក៏នៅមានបំពាក់មកជាមួយនឹង option ទំនើបនិងលយជាច្រើនផងដែរនៅក្នុងរថយន្ត JMC Vigor Plus ឆ្នាំ2026នេះបដារថយន្តមានទំហំ 5.33 m ទទឹង 1.88 m កម្ពស់ 1.89 m សំបកកង់ជាប្រភេទ R8AT 68% តួនៃរថយន្តជាប្រភេទដែកថែបរឹងមាំជាប់បានយូរហើយក៏នៅមានរួមផ្សំជាមួយនឹងដែកថែបកម្លាំងខ្លាំង 990 MPa ផងដែរចំពោះផ្នែកខាងក្រៅនៃរថយន្តយើងវិញមិនថា logo JMC ចង្គៀងនិងរចនាបថផ្សេងៗមើលមកគឺស្អាតខ្លាំងតែម្ដងទំហំក៏ធំផងដែរបដា 1.54 m ទទឹង 1.59 m និងកម្ពស់ 5.4 សម្រាប់ផ្នែកប្លុកម៉ាស៊ីននៃរថយន្តមួយគ្រឿងនេះវិញជាប្រភេទទម្រង់បែបបត់ថ្មីដែលធ្វើឲ្យខ្យល់ចេញចូលនៅក្នុងប្លុកស៊ីឡាំងបានល្អនិងស្មើគ្នាតែម្ដងសម្ពាធនៃការបាញ់ប្រេងគឺខ្ពស់ខ្លាំងមែនទែនរហូតដល់ 2000 បារគឺជាកម្លាំងបាញ់មួយដ៏ខ្លាំងតែម្ដងសម្រាប់កម្លាំងបាញ់ដែលខ្លាំងបែបហ្នឹងអាចជួយធ្វើឲ្យល្បាយឆេះបានសព្វល្អប្រព័ន្ធត្រជាក់មានទាំង Thermostat រហូតដល់ 2 មានមុខងារជួយឲ្យម៉ាស៊ីនឆាប់ក្តៅលឿននិងកាត់បន្ថយការស៊ីប្រេងរបស់ម៉ាស៊ីនទាំងអស់នេះគឺជាចំណុចពិសេសនៅលើម៉ាស៊ីនរបស់រថយន្ត JMC Vigor Plus យើងគឺជាដំណើរការមួយដែលម៉ាស៊ីនខ្លាំងព្រមទាំងស៊ីប្រេងតិចផងដែរសម្រាប់ផ្នែកខាងក្នុងវិញពិតជាស្អាតនិងប្រណិតស៊ីវិល័យតែម្ដងរូបរាងថ្មីដែលមិនធ្លាប់មានពីមុនមកអេក្រង់ LED មានរហូតដល់ 12.8 អ៊ីងអាចឲ្យបងប្អូនមើលច្បាស់ស្រឡះភ្នែកតែម្ដងបើនិយាយដល់ភាពធំទូលាយវិញពុកម៉ែបងប្អូនយករថយន្តនឹងទៅគឺអត់ខកបំណងតែម្ដងផ្នែកខាងក្រៅក្អីរបស់យើងគឺមានប្រវែងរហូតដល់ 1.47 គឺពិតជាធំទូលាយខ្លាំងមែនទែនដែលអាចឲ្យបងប្អូនអង្គុយគេងបានមកស្រឡាញ់តែម្ដងអត់ទាន់អស់ទេនៅមាន option ជាច្រើនទៀតផងដែរដែលនៅក្នុងរថយន្ត JMC Vigor Plus មួយគ្រឿងនេះបើសិន